សួស្តីពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះដែរខ្ញុំមកដាក់ឯកសារស្នើវីសាបន្តការស្នាក់នៅប្រទេសជប៉ុនបន្តទៀតប៉ុន្តែអត់ដឹងថាដាក់លើកនឹងបានឬក៏អត់ទេដោយសារតែខ្ញុំតមកស្នើសុំវីសាច្រើនហើយក៏ប៉ាសពតខ្ញុំនោះក៏ចង់ផុតសុពលភាពដែរ2027ហ្នឹងខែ5ខែ6ហ្នឹងដាច់ហើយឥឡូវហ្នឹងកំពុងរៀបចំឯកសារដាក់ហើយខ្ញុំមកយ៉ាងពីព្រលឹមដែរប៉ុន្តែចាប់បានលេខឡើង96អញ្ចឹងខ្ញុំរងចាំយូររងចាំឲ្យលេខត្រឹមតែបានដល់61ហ្នឹងហើយសម្រាប់ការស្នើសុំវីសានេះមិនមែនមានតែជនជាតិយើងទេមានជនជាតិជាច្រើនមកពីគ្រប់ទិសទីនៃពិភពលោកហ្នឹងហើយសម្រាប់ប្រទេសដែលស្នើសុំវីសាបានងាយស្រួលជាងគេបច្ចុប្បន្ននៅក្នុងអាស៊ីរបស់យើងហ្នឹងគឺជនជាតិមីយ៉ាន់ម៉ាពួកគាត់ស្នើសុំវីសាស្រួលបើជនជាតិខ្មែរយើងរៀងពិបាកបន្តិចដោយសារថាយើងមានបញ្ហានៅជប៉ុនច្រើនមានដូចជាករណីលួចខ្សែភ្លើងអីជាដើមអានឹងបញ្ហាធំហើយម្សិលមិញហ្នឹងខ្ញុំបានមើលព័ត៌មានទៀតថាមានជនជាតិខ្មែរយើងប្រុស2នាក់អាយុ24មួយ23មួយហ្នឹងគាត់នាំចូលគ្រឿងញៀនត្រូវបានខាងតៅប្រវេសជប៉ុននៅពលានយន្តហោះចាប់បានទៀតចឹងការស្នើសុំវីសារបស់ពួកយើងដែលជាជនជាតិខ្មែរហ្នឹងក៏រៀងតឹងរឹងដែរពិបាកយើងមកអត់រក្សាភាពថ្លៃថ្នូរយើងធ្វើរឿងដែលវាអត់គប្បីជាច្រើនចឹងហើយឥឡូវកលេចមកមើលខ្ញុំនេះខ្ញុំក៏ដាក់ស្នើបានហើយគេឲ្យខ្ញុំរងចាំរយៈពេល2ខែចឹងបើសិនជា2ខែហ្នឹងធ្លាក់មកអូខេខ្ញុំនឹងតែបន្តរស់នៅប្រទេសជប៉ុនទៀតអាចប្រហែល1ឆ្នាំអីទៀតតែបើគេធ្លាក់មកឲ្យយើងទៅផ្ទះយើងត្រូវទៅផ្ទះចឹងព្រោះយើងអត់អាចនៅទាំងអត់មានវីសាអត់មានអីបានទេព្រោះដែលសិនជាយើងរស់នៅដោយគ្មានវីសាការរស់នៅរបស់យើងពិបាកអាចរត់គេចពីប៉ូលីសរត់គេចពីអីចឹងហើយប្រទេសគេតឹងរឹងចឹងច្បាប់ទលាមទម្លាប់អីយើងត្រូវតែគោរពទាំងអស់មិនថាតាំងពីច្បាប់ចោលសម្រាមច្បាប់ដើរច្បាប់ជិះកង់ជិះឡានម៉ូតូហើយក៏ដើរដូចខ្ញុំថតឃើញអញ្ចឹងមានឡានប៉ូលីសមានអីអញ្ចឹងមានល្បាតតាមផ្លូវរហូតអញ្ចឹងការរស់នៅដែលខុសច្បាប់គឺពិបាកអញ្ចឹងបើសិនជាយើងអស់សុពលភាពស្នាក់នៅហើយគេលែងឲ្យយើងនៅគេឲ្យយើងទៅផ្ទះហើយយើងគួរតែទៅហើយ